លោកហេងឈុនបង្ហាញអារម្មណ៍សប្បាយចិត្តនៅពេលឃើញម្ដាយនិងជីដូនលែងមានកង្វល់លើវិវាទដីធ្លីដែលអូសបន្លាយរយៈពេល5ឆ្នាំបាទបងសប្បាយចិត្តខ្លាំងបងសប្បាយចិត្តខ្លាំងដោយសារអីអត់ចង់ឃើញគាត់គិតច្រើនពីរឿងដីហ្នឹងតែមានពាក់ព័ន្ធនឹងដំណោះហ្នឹងបងគាត់តែតែឆ្ងល់ទាំងមិនដីហ្នឹងដាក់ទៅអត់មានអ្នកដោះអញ្ចឹងដាក់ទៅមានអ្នកដោះអញ្ចឹងទុកចោលរាប់ឆ្នាំអញ្ចឹងគាត់ក៏ខ្ញុំក៏បានទៅឃើញអញ្ចឹងទៅខ្ញុំក៏បានទៅប្រាប់គាត់ថាយាយហើយម៉ែតែខ្ញុំធ្វើពាក្យបណ្ដឹងទៅដាក់សំណុំវល់យាយម៉ែឯកភាពខ្ញុំអត់ប្រធានហ្នឹងឯកភាពដើម្បីឲ្យចោះមកសំដងរួចចប់រឿងទៅគាត់អាងបានលុយបានអីធ្វើបុណ្យធ្វើអីអញ្ចឹងណាបងអញ្ចឹងគាត់មានអារម្មណ៍ថាគាត់សុវ័យចិត្តខ្លាំងហ្មងខាងនោះក៏គាត់ស្គាល់ព្រំដីគាត់ខាងខ្ញុំក៏ព្រមឯកភាពថាត្រឹមនឹងដូចគាត់ដើម្បីបញ្ចប់រឿងហ្នឹងហ្មងលោកហេងឈុនជាភាគីកនិងជាភាគីដាក់ពាក្យស្នើសុំមកអដកបានលើកឡើងយ៉ាងដូចនេះក្រោយមន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទនៃអដករួមមានលោកងួនសុកជានិងលោកសុកហៃបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់វិវាទរបស់លោកដោយជោគជ័យនៅថ្ងៃសុក្រទី20ខែមិថុនាឆ្នាំ2025ថ្លែងប្រាប់សារព័ត៌មានព្រះខ័នលោកហេងឈុនបានបញ្ជាក់ថាវិវាទរបស់ក្រុមគ្រួសារលោកជាមួយភាគីម្ខាងទៀតគឺជាប់ពាក់ព័ន្ធករណីបែងចែកព្រំដីមិនដាច់ស្រេចដែលមានទីតាំងស្ថិតនៅភូមិស្នោសង្កាត់រកាក្នុងក្រុងដូនកែវខេត្តតាកែវលោកបន្ថែមថាត្រង់ចំណុចបែងចែកព្រំដីមិនដាច់ស្រេចនេះហើយទើបធ្វើឲ្យចំណែកដីរបស់ក្រុមគ្រួសារលោកលក់ចេញមិនបានថ្លែងក្នុងលក្ខខណ្ឌសូមមិនបញ្ចេញឈ្មោះនិងសម្លេងភាគីខក្នុងសំណុំរឿងនេះក៏បានបង្ហាញការពេញចិត្តទទួលយកដំណើរការសម្រុះសម្រួលផ្សះផ្សាបញ្ចប់វិវាទដោយភាគីខសម្រេចឯកភាពទទួលស្គាល់ព្រំដីជាមួយភាគីកដោយមិនចង់អូសបន្លាយពេលតទៅទៀតលើវិវាទនេះជាមួយគ្នានេះលោកអ៊ុំចម្រើនអភិបាលរងក្រុងដូនកែវដែលចូលរួមលើដំណើរការវាស់វែងលើព្រំដីជាក់ស្ដែងក៏បានចូលរួមអបអរសាទរជាមួយពលរដ្ឋទាំងពីរគ្រួសារដែលរកឃើញដំណោះស្រាយរួមដែលឈានទៅបញ្ចប់វិវាទ5ឆ្នាំមកនេះបន្ថែមពីនេះលោកក៏បានកោតសរសើរចំពោះយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការដែលជួយពន្លឿនដល់ការសម្រុះសម្រួលដោះស្រាយបញ្ចប់វិវាទជូនពលរដ្ឋនៅមូលដ្ឋានរបស់លោកយន្តការនេះជួយច្រើនដែលធ្វើឲ្យពលរដ្ឋគាត់ទំនុកចិត្តទៅលើអាជ្ញាធរជាតិហើយខ្ញុំឃើញការដោះស្រាយក៏ច្បាស់លាស់ហើយមើលទៅល្អហើយមានយន្តការហ្នឹងដែលជួយឲ្យពលរដ្ឋអាចបញ្ចប់វិវាទបានច្រើនខ្ញុំជឿថាបើយន្តការហ្នឹងចូលរួមទៅធ្វើឲ្យពលរដ្ឋគាត់ថយការវិវាទនៅមូលដ្ឋានច្រើនដែរចំណែកលោកសួនកឹមជ្រិនជាភាគីកដែលជាអ្នកទិញដីពីភាគីកបានឲ្យដឹងថាក្នុងដំណើរការសម្រុះសម្រួលផ្សះផ្សាបញ្ចប់វិវាទរបស់មន្ត្រីអដកលោកក៏មានវត្តមាននៅក្នុងដំណើរការសម្រុះសម្រួលនេះដែរលោកមើលឃើញថាយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការពិតជាល្អសម្រាប់ពលរដ្ឋហើយលោកលើកទឹកចិត្តឲ្យពលរដ្ឋប្រើប្រាស់យន្តការនេះខ្ញុំលើកទឹកចិត្តថាសិនពលរដ្ឋគ្រប់រូបគាត់មានបញ្ហាទាំងអស់ហ្នឹងបើគាត់បានដាក់ទៅដំណើរទៅខាងអដកនឹងមកដោះស្រាយខ្ញុំគិតថាល្អព្រោះគាត់ថាពលរដ្ឋពេលដែលមានបញ្ហាឃើញពួកគាត់ទៅយល់ពីវិធីផ្លូវច្បាប់ទាំងធ្វើម៉េចឲ្យពលរដ្ឋទាំងអស់មានការយោគយល់គ្នាឲ្យគាត់យល់ពីច្បាប់ទម្លាប់ហ្នឹងឃើញថាគាត់យល់ល្អដល់អញ្ចឹងទៅសូម្បីតែភាគីដែលគាត់មានបញ្ហាកន្លងមកnhà thầu mù than gặp chi nghiêm của dốt, này hạ bị đôi con mình đi chân tụng đạp đáp, mình sâu chi nghiêm chừng như mùi nhà thầu mù than á, con bài gì do không phải nhà thầu mù than là bị khang chẳng hạn. គួរកត់សម្គាល់ដែរថាក្រៅពីធ្វើការសម្រុះសម្រួលផ្សះផ្សាបញ្ចប់វិវាទនៅនឹងកន្លែងមន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទនៃអដកក៏បានចុះទៅវាស់វែងទីតាំងដីទំនាស់ជាក់ស្ដែងដោយមានការចូលរួមពីភាគីនៅក្នុងសំណុំរឿងអាជ្ញាធរមូលដ្ឋាននិងមន្ត្រីសុរិយោដីជាដើម